តនេះនារីម្នាក់ដែលយើងបានឃើញនៅលើរូបភាពមួយនេះគឺថាគាត់បានបាត់បង់ម្រាមជើងរបស់គាត់ទាំង5ម្រាមផ្ទាល់តែម្ដងនៅជើងខាងស្ដាំរបស់គាត់ដោយសារតែនៅកំឡុងពេលដែលគាត់កំពុងតែដើរលេងហ្នឹងគឺគាត់បានសម្រេចចិត្តយកជើងរបស់គាត់ទៅ spa នៅក្នុងទឹកឬក៏គេហៅថា food spa treatment ដែលបាទតនេះស្គាល់អានឹងអីគេទេគឺនៅពេលដែលយើងបានឃើញពីណាគេម្នាក់គាត់យកជើងរបស់គាត់ដាក់ចូលក្នុងទូត្រីឬក៏ដាក់ចូលក្នុងទឹកដែលវាពោពេញទៅដោយត្រីនៅខាងក្នុងហ្នឹងហើយឲ្យត្រីហ្នឹងមកខាំនៅជើងរបស់យើងឬមួយក៏ឲ្យវាម៉ាសាឲ្យជើងយើងអីចឹងទៅធ្វើយើង feel relax ឬមួយក៏ធ្វើជើងរបស់យើងវាស្រួលតាមនឹងចឹងទៅក៏តែចុះហេតុតែបានជាគាត់គ្រាន់តែធ្វើបែបហ្នឹងសោះបណ្ដាលឲ្យគាត់បានបាត់បង់ម្រាមជើងរបស់គាត់ដល់ទៅ5ម្រាមបែបហ្នឹងអញ្ចឹងឥឡូវនេះខំមកជើងទីមកចាំខ្ញុំប្រាប់បន្ថែមទៀតតាក់ទងជាមួយនឹងសាច់រឿងរបស់គាត់អញ្ចឹងសម្រាប់រឿងមួយនេះគឺអាចកើតមានឡើងបានដោយសារតែខ្ញុំសូមណែនាំតាក់ទងជាមួយនឹងនារីម្នាក់នឹងឲ្យតនេះមកស្គាល់ជាមុនសិនគាត់មានឈ្មោះថាអ្នកនាង Victoria ហើយនៅពេលហ្នឹងផងដែរគឺគាត់បានធ្វើដំណើរទៅលេងនៅឯប្រទេសថៃហើយលក្ខណៈថាជា free time របស់គាត់អញ្ចឹងគាត់ក៏សម្រេចចិត្តយកជើងរបស់គាត់ហ្នឹងដើម្បីទៅ spa ឬមួយក៏ទៅ massage ជើងរបស់គាត់ឲ្យស្រួលខ្លួនអីចឹងទៅហើយយើងនិយាយពីការ massage ជើងឬក៏ការ massage ដៃអីផ្សេងៗហ្នឹងគឺវាមានច្រើនប្រភេទខ្លាំងមែនតើក៏ប៉ុន្តែគាត់សម្រេចចិត្តជ្រើសរើសយកនៅការ massage មួយប្រភេទដែលមានឈ្មោះថា face spa massage ឬមួយក៏ face spa treatment ដែលជាការ massage ជើងឬមួយក៏ការ spa ជើងរបស់យើងហ្នឹងដោយឲ្យសត្វត្រីតូចៗជាច្រើនក្បាលហ្នឹងមកទុំខាំទៅលើជើងរបស់យើងនឹងឯងហើយសម្រាប់ត្រីតាំងប៉ុន្មានដែលយើងបានឃើញវាហែលជុំនៅក្នុងទឹកមកខាំទៅលើជើងរបស់យើងធ្វើយើងអាសើបឬក៏ធ្វើឲ្យជើងរបស់យើងមានអារម្មណ៍ថាវាដូច relax ហ្នឹងគឺវាត្រូវបានគេឲ្យឈ្មោះថាជា doctor face ដែលចំពោះត្រីទាំងអស់ហ្នឹងផងដែរបើតាមការសិក្សាគឺគេបានបង្ហាញថាត្រីទាំងអស់ហ្នឹងគឺវាមកខាំនៅកោសិកាចាស់នៅលើស្បែករបស់យើងដែលវាលក្ខណៈថាវាចាស់វាងាប់អីចឹងទៅត្រីទាំងអស់ហ្នឹងមកខាំស៊ីនៅលើជើងរបស់យើងហ្នឹងវាប្រៀបដូចជាមនុស្សយកដៃរបស់ពួកគាត់មកច្បាច់ធ្វើម៉ាសាឲ្យជើងរបស់យើងអញ្ចឹងក៏ប៉ុន្តែគ្រាន់តែថាអានេះគេឲ្យត្រីមកធ្វើទៅសាយឲ្យយើងដំបូងឡើយសម្រាប់អ្នកនាង Victoria ហ្នឹងដោយសារតែវាជា first time មួយក៏ជាលើកដំបូងរបស់គាត់នៅក្នុងការធ្វើ spa ឲ្យត្រី spa ជើងឲ្យគាត់ហ្នឹងគាត់បានគិតថាវាជាមួយដែលវាអត់ប៉ះពាល់ធ្ងន់ធ្ងរខ្លាំងពេកទៅដល់គាត់ទេព្រោះគាត់បានឃើញ owner ឬមួយក៏អ្នកដែលបង្កើតនៅទូត្រីមួយហ្នឹងអ្នកដែលបង្កើតនៅម៉ាសាមួយនឹងឡើងមកហ្នឹងគឺគាត់រៀបចំទឹករៀបចំត្រីអីនៅក្នុងទូហ្នឹងបានស្អាតខ្លាំងមែនតើអត់មានមេរោគមើលទៅលក្ខណៈថាមួយ clean ណាវាធ្វើយើងទុកចិត្តខ្លាំងយកហ្មងអញ្ចឹងឲ្យតែឃើញថាវា clean ឬមួយក៏ស្អាតគាត់ក៏សម្រេចចិត្តយកជើងរបស់គាត់ដាក់ចូលក្នុងទឹកដើម្បីឲ្យត្រីទាំងអស់ហ្នឹងមកខាំធ្វើម៉ាសាឲ្យគាត់អីចឹងទៅក្រោយមកទៅមកអស់រយៈពេលប្រហែលថ្ងៃបន្ទាប់ពីពេលដែលគាត់ទទួលយកសេវាកម្មមួយហ្នឹងគាត់ក៏ត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញតែចៃដន្យអីគឺថាគាត់ឈឺធ្ងន់ធ្ងរខ្លាំងមែនតើអាពេលហ្នឹងគាត់ក៏បានទៅ check សុខភាពរបស់គាត់នៅឯមន្ទីរពេទ្យផងដែរសម្បីតែ doctor ឬមួយក៏ពេទ្យដែលគាត់ទៅ check ហ្នឹងក៏គេអត់ដឹងតើគាត់កើតអីគេដែរវាជាមួយដែលចៃដន្យខ្លាំងមែនតើព្រោះថាពេទ្យដែលគាត់ទៅពិនិត្យសុខភាពហ្នឹងគឺគាត់អត់មានដឹងតានាងកើតអីគេទេរយៈពេលដល់ទៅ1ឆ្នាំឯណោះនាងគឺថាឈឺចាប់ខ្លាំងមែនតើតែម្ដងរហូតដល់ពេលមួយទើបពេទ្យដឹងថាជើងរបស់នាងហ្នឹងគឺត្រូវបាន infected ឬមួយក៏ឆ្លងមេរោគដោយសារតែសត្វត្រីហ្នឹងវាមកខាំជើងអាពេលដែលគាត់ទៅស្ប៉ានៅក្នុងប្រទេសថៃនឹងឯងក៏តែវាហូបពេលបាត់ហើយទម្រាំតែពេទ្យ find out ឬមួយក៏ដឹងថា Victoria នឹងកើតអីគេគឺថាម្រាមជើងរបស់គាត់នឹងត្រូវបាន infected ឬមួយក៏ឆ្លងរោគដោយសារតែសត្វត្រីនឹងបាត់ហើយដែលចំពោះ infection ឬមួយក៏ការឆ្លងដែលប៉ះពាល់ទៅដល់ម្រាមជើងរបស់ Victoria នឹងគឺគេឲ្យឈ្មោះថា C vanilla ដែលជាប្រភេទ infection ឬមួយក៏ការឆ្លងដែលបើនិយាយសាមញ្ញទៅគឺថាវាស៊ីនៅឆ្អឹងជើងរបស់ Victoria នឹងហ្មងអញ្ចឹងដើម្បីកុំឲ្យ infection ឬមួយក៏ការឆ្លងនឹងវារីករាលដាលទៅដល់សរីរាង្គផ្សេងៗទៀតរបស់ Victoria គ្រូពេទ្យគាត់ក៏បានសម្រេចចិត្តកាត់ម្រាមជើងដែលជាមេជើងរបស់ Victoria នឹងចោលតែម្ដងបន្ទាប់ពីការកាត់ហើយវាធ្វើឲ្យ Victoria នឹងមានអារម្មណ៍ថាធូរស្បើយជាងមុនក៏ប៉ុន្តែវាមិនទាន់បានរយៈពេល2ឆ្នាំស្រួលបួលផង Victoria គាត់ក៏បានត្រឡប់មកកាន់សភាពដើមវិញលក្ខណៈថាគាត់ឈឺដោយការពីមុនធម្មតាដដែលចំពោះ Victoria នាងក៏បានធ្វើការទៅពិនិត្យសុខភាពរបស់នាងជាប្រចាំថ្ងៃផងដែរទៅលើការ X-ray ទៅលើការ scan រាងកាយរបស់នាងអីចឹងទៅក៏ប៉ុន្តែគ្រូពេទ្យគាត់នៅតែអត់អាចដឹងតើនាងកើតអីទេលើកនេះចុងក្រោយទៅមានគ្រូពេទ្យម្នាក់ដែលគាត់ find out ឬមួយក៏រកឃើញថា Victoria ហ្នឹងគឺត្រូវបាន infect ឬមួយក៏ឆ្លងជំងឺនៅអាកន្លែងជើងរបស់នាងដែលត្រូវបានត្រីខាំហ្នឹងជាលើកទី2ហើយចុងក្រោយទៅដោយសារតែថាវាហូរពេលអស់ហើយអញ្ចឹងហើយដើម្បីកុំឲ្យ infection ហ្នឹងវាឆ្លងរីករាលដាលទៅដល់ជើងរបស់គាត់ទាំងមូលគ្រូពេទ្យគាត់ក៏បានធ្វើការសម្រេចចិត្តកាត់ម្រាមជើងរបស់ Victoria ទាំង4បន្ថែមទៀតនៅកន្លែងនឹងតែម្ដងវាជាមួយដែលយើងអាចគិតបានថាវាអាចជាចៃដន្យមួយដែលអាចនឹងកើតមានឡើងទៅលើមនុស្សម្នាក់នៅក្នុងចំណោមមនុស្ស1000នាក់ក៏ប៉ុន្តែទោះជាមានភាគរយតិចនៅក្នុងការកើតក៏ដោយវានៅតែកើតអញ្ចឹងហើយខ្ញុំគិតថា please guys don't do that អញ្
ចឹងសម្រាប់រឿងរបស់ Victoria គឺមានតែប៉ុណ្្នឹងទេបន្ទាប់ពីម្រាមជើងទាំង5របស់ Victoria ត្រូវបាន cut off ហ្នឹងគឺធ្វើឲ្យសុខភាពរបស់គាត់អាចថាវាប្រែប្រួលមកសភាពដើមរបស់គាត់វិញហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេសូបើតើនេះចូលចិត្តវីដេអូប្រភេទបែបនេះកុំភ្លេច comment នៅខាងក្រោមវីដេអូនេះឲ្យខ្ញុំបានដឹងផងខ្ញុំនឹងព្យាយាមធ្វើវាឲ្យបានច្រើននៅក្នុងមួយសប្តាហ៍អរគុណខ្លាំងមែនតើសម្រាប់ការចំណាយពេលមើលវីដេអូមួយនេះអញ្ចឹងយើងជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត